ដំណើរទស្សនកិច្ចទៅលេងនៅខេត្តសៀមរាបរយៈពេលមួយយប់ពីរថ្ងៃចង់ដឹងថាតើខ្ញុំមានសកម្មភាពក៏ដូចជាបងប្អូនធ្វើអីខ្លះបងប្អូនកុំភ្លេចតាមដានវីដេអូនេះដល់ចប់សួស្តីជំរាបសួរបងប្អូនទាំងអស់គ្នា Welcome to my vlog ថ្ងៃនេះគឺថាចេញដំណើរទស្សនកិច្ចឡើងពីឡានណាបងប្អូនទៅលេងនៅខេត្តសៀមរាបឥឡូវគឺយើងចាប់ផ្ដើមចេញដំណើរពីព្រឹកព្រលឹមដែរយើងចេញដល់ជាម៉ោង 6 បងប្អូនជិះតាមផ្លូវក៏ឃើញថ្ងៃរាស្អាតមែនទែនបន្ទាប់ពីជិះមកសធូចេញពីភូមិឲ្យបងប្អូនក្មេងៗខ្លះក៏ងុយដេកដោយសារតែពុកកាត់ក្រោកពីព្រឹកណោះចាអញ្ចឹងក៏ដេកម្នាក់ៗសក់លសម្មើងអស់បន្ទាប់មកយើងក៏ចាប់ផ្ដើមឈប់កន្លែងការ៉ាសាំងគេបងប្អូនឲ្យបងប្អូនក៏ចូលបន្ទប់ទឹកសិនចាហើយបន្តដំណើរមកដល់ខេត្តសៀមរាបតែម្ដងនេះបងប្អូនទៅមកដល់កត្រកវិលគឺថាដឹងទៅដល់ខេត្តសៀមរាបហើយបន្ទាប់ពីយើងជិះមកដល់ក្រុងសៀមរាបហើយបងប្អូនកន្លែងទី1គឺខ្ញុំទៅផ្ទះហូតែលដែលខ្ញុំបាន booking គេកន្លែងយើងស្នាក់នៅអញ្ចឹងណាចាបន្ទាប់មកក៏ឲ្យចាប់ផ្ដើមចេញដំណើរមករកបាយពេលព្រឹកហូបបងប្អូនចាហើយឥឡូវនេះគឺសកម្មភាពបងប្អូនគាត់ហូបមានជាក្រុមដោយសារតែយើងទៅនឹងគ្នាឡើង40នាក់អញ្ចឹងហើយបងប្អូនគាត់អង្គុយជាក្រុមអញ្ចឹងបងប្អូនមាន5មាន10នាក់អញ្ចឹងទៅហើយបន្ទាប់ពីយើងញ៉ាំអាហារពេលព្រឹកហើយយើងក៏បន្តដំណើរទៅសាកលវិទ្យាល័យបងប្អូនតែខ្ញុំបានថតវីដេអូហ្នឹងទេបន្ទាប់ពីចេញពីសាកលវិទ្យាល័យហើយបងប្អូនមកទស្សនកិច្ចនៅកន្លែងសេរ៉ាមិកបងប្អូនកន្លែងគេធ្វើចានឆ្នាំងក៏ដូចជារបស់របរអនុស្សាវរីយ៍ពីដីហើយធ្វើពីដីឥដ្ឋហើយមានដីប្រភេទច្រើនណាបងប្អូនហើយធ្វើស្អាតមែនទែនចាដូចពួកមីងពួកអីគាត់អង្គុយធ្វើមួយថ្ងៃមិនមែនបានតិចទេបងប្អូនដោយសារតែគាត់ជំនាញយូរឆ្នាំហើយឥឡូវនេះមកមើលជាមួយនឹងស្អីគេនេះបងប្អូនតន្រៃចាស្អាតមែនទែនទៅពីដើរទស្សនកិច្ចរយៈពេលមួយថ្ងៃបងប្អូនឥឡូវនេះគឺជាពេលវេលាដែលបងប្អូនគាត់ទន្ទឹងរង់ចាំគឺមកមើលកុននឹងឯងចាហើយគេមានទិញជាមួយនឹងពុតលីងភេសជ្ជៈអីយ៉ាងពីថាម្នាក់ស្វាកបងប្អូនអើយបានមើលកុនចាបានមើលជុំមិត្តភក្តិចេះកាន់តែល្អមើលទៀតបន្ទាប់មកយើងមើលកុនហើយបងប្អូន1ម៉ោងជាងដែរយើងក៏ចាប់ផ្ដើមចេញដំណើរទៅហូតែលរបស់យើងវិញចាដើម្បីយើងទៅដេកចឹងទៅបងប្អូនដោយសារស្អែកយើងត្រូវទៅកន្លែងផ្សេងទៀតចាដល់ហូតែលព្រាមគឺថាអត់ទាន់ដេកទេបងប្អូននៅបន្តហែលទឹកកន្លែង swimming pool របស់គេសិនចាហើយសម្រាប់វីដេអូថ្ងៃទី1គឺខ្ញុំមានតែប៉ុណ្្នឹងឯងបងប្អូនចាជិះឡានចុះជិះឡានឡើងឥឡូវនេះគឺថាកាត់មកដល់ថ្ងៃទី2ពេលព្រឹកព្រលឹមបងប្អូនគឺយើងទៅមើលថ្ងៃរះនៅអង្គរវត្តប៉ុន្តែបងប្អូនអើយពិតជាសេតមែនទែនដោយសារតែទៅព្រឹកម្សិលមិញហ្នឹងគឺថាអត់មានថ្ងៃរះទេមានតែពពកមានតែគេហៅចុះអាប់បងប្អូននៅទីធ្លានៅមុខអង្គរវត្តបងប្អូនគេមានរៀបចំដើម្បីត្រៀមចូលឆ្នាំប្រពៃណីខ្មែររបស់យើងហ្នឹងចាបន្ទាប់មកខ្ញុំក៏ចាប់ផ្ដើមបន្តដំណើរដែលមានជួលកាយដើម្បីឲ្យគាត់និយាយរៀបរាប់ក៏ដូចជាឲ្យបងប្អូនបានរៀនសូត្រពីភាសាអង្គរវត្តរបស់យើងចាឥឡូវចាប់ផ្ដើមកាយគាត់ដើរបង្ហាញតើមានលក្ខណៈបន្ទាប់ពីទៅលេងនៅអង្គរវត្តហើយបងប្អូនយើងក៏ចាប់ផ្ដើមញ៉ាំអាហារពេលថ្ងៃហើយតែខ្ញុំបានថតទេបងប្អូនបន្ទាប់មកយើងក៏បន្តមកកន្លែងកំពង់ភ្លុកគេបងប្អូនចាកន្លែងភូមិកំពង់ភ្លុកចាឯងចាហើយឥឡូវគឺថាយើងមកហ្នឹងគោលបំណងមើលកពើបងប្អូនចាមានសាច់ការអីទេនេះកពើរបស់គេមែនឡើងក្រុមគ្នាទៅមើលឡើងមនុស្សឡើងពេះឡើងកពើឡើងអីឡើងបងប្អូនអើយកពើចាច់មកតែពីរក្បាលទេមុខឡើងកឈូតតែម្ដងហើយនេះបងប្អូនក៏ដែលបានឃើញទេបងប្អូនក៏ថាអូល្អលេះតលាកនំអោយហើយកូនបារាំងក៏មើលដែរបងប្អូនហើយនៅកន្លែងនោះក៏គេមានលក់ជាវត្ថុអនុស្សាវរីយ៍ដែលធ្វើដោយខ្មែររបស់យើងបងប្អូនមានបន្ទាប់ពីទស្សនកិច្ចនៅកំពង់ភ្លុកហើយបងប្អូនយើងក៏ចាប់ផ្ដើមចេញដំណើរត្រឡប់មកផ្ទះវិញតែមុននឹងមកផ្ទះហ្នឹងគឺញ៉ាំអាហារពេលល្ងាចជុំគ្នាសិនបងប្អូន